នេះដូចជាមួយមួយញឹកមួយរយៈនេះតែគាត់ថាពេលចេញពីធ្វើការទៅក៏ចេះតែមានការនឹករលឹកកល្យានមិត្តហើយក៏ចេះតែជជែកគ្នាលេងតាមវីដេអូណាបាទស្របពេលសម័យកាលបច្ចុប្បន្ននេះគឺយុគសម័យ IT មិនតែអ៊ីនធឺណិតអញ្ចឹងគឺថាយើងប្រើប្រាស់ប្រព័ន្ធ Facebook TikTok Instagram ក៏ដូចជាកម្មវិធីផ្សេងៗទៀតដើម្បីបង្ហាញពីគោលគំនិតរៀងខ្លួនក៏ជាជ័យកំសាន្តជាមួយកល្យានមិត្តការចេញជាយោបល់ផ្សេងៗអញ្ចឹងណាបាទពេលតែការចេញយោបល់យ៉ាងណាក៏ដោយកុំឲ្យប៉ះពាល់អ្នកដទៃវាជារឿងមួយល្អបំផុតហើយខ្ញុំសូមនិយាយអំពីនីតិកំណត់ផ្ទាល់ខ្លួនតាក់ទងទៅនឹងបញ្ហាថាយើងជឿគ្រូទាយឬក៏មិនជឿគ្រូទាយទេបាទខ្ញុំធ្លាប់បាននិយាយការចាក់កូពីការគ្រូទាយតែគាត់ថាដូចនេះយើងនិយាយមកហើយតែគាត់ថាពេលខ្ញុំត្រឡប់មកពីវត្តនគរបាជ័យវិញក្រោយវិជ្ជាកូពីវិញក៏គាត់ថាវាឈុតគាត់ថាបានថាឈុតបានដែរគាត់ថាគាត់ប្រាប់ថាក្មេងតែគេបោះចោលក្នុងធុងសម្រាមហើយត្រូវស្ថិររងចាំហើយរំលឹកឡើងវិញចំណុចនេះដល់ពេលត្រឡប់មកផ្ទះវិញអ៊ីម្ចាស់ផ្ទះសួរថាខ្ញុំគួរមិនតាន់បងលុយគាត់ទេ3ខែហើយអត់តាន់បងលុយគាត់3ខែហើយអញ្ចឹងគួរបងលុយគាត់អញ្ចឹងទៅណាមួយខែ 5,000 រៀលទេ3ខែមិនតាន់បានជំពាក់គឺមានន័យថាមិនមែនយើងមិនបានចង់ជំពាក់លុយគាត់ទេដោយសារតែការជំនាន់នោះឆ្នាំ9ជាងហ្នឹងគឺវាមានប្រើប្រាស់បណ្ដាញទូរស័ព្ទក៏តិចតួចដែរតែគាត់ថាខ្ញុំមិនមានលទ្ធភាពការទិញទូរស័ព្ទទេជំនាន់នោះឆ្នាំ93ហ្នឹងហើយក៏ទៅសេសម្ពុតទៅតាមម្ដាយតាមអ្នកដែលស្គាល់គ្នាហើយផ្ញើទៅស្រុកកំណើតហើយខ្ញុំក៏បានប្រាប់គាត់ថាអីអើយមើលម៉ែខ្ញុំមិនតាន់ផ្ញើលុយមកផងចឹងសូមជម្រាបសិនទៅគាត់ថាបើខ្ញុំចាក់អញ្ចឹងទៅធ្វើហាងស៊ុបមួយគាត់ទៅអញ្ចឹងណាបាទហើយគាត់បានចូលធ្វើការហាងស៊ុបមួយគាត់ធ្វើការងារមួយគាត់ទៅក៏ល្អប្រសើរដែរហើយគាត់ចាត់ទុកយើងជាក្មួយជាកូនរបស់គាត់ហើយយើងក៏មានការអរគុណចំពោះគាត់ជាអនាគតការដែរបាទការអរគុណការដឹងគុណមានសម្រាប់អ្នកដែលធ្លាប់ជួយយើងប៉ុន្តែកម្រិតនៃការសងគុណគឺថាយើងមានកម្រិតបាទគេក៏និយាយថាសងមិនចេះអត់ទេសងមិនចេះអស់នៅពេលដែលយើងជួបទុក្ខលំបាកហើយត្រូវបានមានអ្នកជួយអញ្ចឹងណាបាទខ្ញុំក៏នៅមួយគាត់ធ្វើហាងស៊ុបជាមួយគាត់យូរទៅបាទគឺមួយថ្ងៃហ្នឹងខ្ញុំបានគេបានតែ3ម៉ោងទេដូចខ្ញុំធ្លាប់និយាយហ្នឹងថាមិត្តភក្តិគាត់ស្មានតែខ្ញុំជាកូនតកែស៊ុបហើយអញ្ចឹងទៅក៏ពេលខ្លះគាត់ថាយើងកូនតកែស៊ុបហើយធម្មតាទេនៅហាងស៊ុបកាលហ្នឹងស៊ុបអរុណរះហ្នឹងគឺដាច់មែនតើលក់ដាច់ខ្លាំងបាទដាច់មែនតើបាទហើយខ្ញុំក៏ជារួមចំណែកធ្វើជាចុងភៅក្នុងហាងស៊ុបហ្នឹងដែរបាទហើយចុងភៅហ្នឹងគឺការចេញពីការបង្ហាញពីម្ចាស់ផ្ទះហ្នឹងគឺមានអ៊ីទេហ្នឹងគឺម្ចាស់ហាងឯងលក់ដាច់មែនតើហាងស៊ុបអរុណរះនៅនាងហេហ្នឹងប្រហែលជាបងប្អូនស្គាល់ហើយឆ្នាំ1993 94 95 96ហ្នឹងគឺថាដាច់មែនតើបាទនៅមួយគាត់ទៅហើយចឹងមួយគាត់ណាបាទហើយនិយាយទៅវាជារឿងមួយដែលកន្លងហួសហើយក៏ប៉ុន្តែវាជារឿងពិតហើយក៏មិនគួររំលឹកដែរប៉ុន្តែការរំលឹកនេះក៏ដឹងថាជីវិតពិតរបស់មនុស្សគឺបែបហ្នឹងឯងមនុស្សយើងកាលណានៅក្នុងបាតបឹងមិនមែនថាផលិតនៅក្នុងបាតបឹងគឺយើងគិតថាបាតបឹងហ្នឹងគឺស្អុយជាភក់បាតភក់ប៉ុន្តែដល់ពេលផលិតនៅក្នុងដែលរីកនៅលើផ្ទៃទឹកយើងគិតថាការផលិតរីករហ័ងផូរផង់ស្អាតអញ្ចឹងណាបាទតែពិតមិនមែនទេគឺថាមនុស្សយើងកើតឡើងគឺវាមានទុក្ខលំបាករៀងៗខ្លួនគាត់ថាអ្នកខ្លះទុក្ខលំបាកបែបនេះអ្នកខ្លះទុក្ខលំបាកបែបនោះទៅប៉ុន្តែដោយសារតែខ្ញុំមែនតើនេះគឺមានគំនិតខ្មាស់អៀនជាមួយនឹងអ្នកស្រុកអ្នកភូមិបើកាលណាយើងឈប់រៀនទៅគឺយើងនឹងទៅវិញខ្មាស់គេអញ្ចឹងណាបាទអញ្ចឹងក៏ខិតខំព្យាយាមរៀនសូត្របាទហើយមែនតើទៅអាយុ15 16ឆ្នាំហ្នឹងគឺលក់ស៊ុបផងរត់តុកផងគិតលុយផងហើយលាងចានស៊ុបផង
và nơi hàng số bọn nó cái cứ liêng là dương liêng to là và bên là dụng mìnhประมาณdụng 5-6 năm và dương liêng năng súp liêng cha súp ý chẳng này và ôn côn mà cha hàng côn y đang còn chui liêng ở đây tới có mình dán đây chỉ vật đó là và chỉ vật cái gì cả to su và giờ biết cả từng tiếng trăm bọc nhông và dân có dân kết con phần phải to hột mà tới hãy slide tròn lại nắng cứ mình tha chạy cùng pi nín có tì tha chạy tới khơi tha sống cứ gì không bên để cái bọt chảo nó không thủng rám hay trôi sẽ thay rừng chầm thì mới đi nhưng tha nơi pe là trong tờ lọp bật nhà vĩnh y trong hai từ phơ chia nạ hột tục chia nạ chui lụa đồ vào quát anh nắng cứ chia chùm tụi mũi để đây gai tha không bên để cái bọt chảo không thủng rám trôi sẽ thay rừng chầm vùng mình ai một nhóm nơi sau cầm nào đó nở cả cái nào để chơi ai nè và hay chặt thay hơi chấm mà nên y tha bọn miền lưới bong lại tè có thế có nơi mới qua đây nhưng cần thạc lại những thay hơi chấm và đã không chịu nón nước trong bọn ban cấp lực APK cái thằng tê vừa vô giờ bây giờ sủng khăn một phấn người ta ca chụp ảnh pe và liền chan liền ấy những cái thực ca người mới có thứ mấyคือta chụp ảnh pe bạn bé hay y ao lưỡi trái hay năng còn ao sum điểm bé điên sâu tiếp có dương sập bài trên này cả cho nó nóng đó bạn nè anh em khăn chậm nói nắng ấy từ thay rồi chấm tại được về lại vùng một bên càng kia chỉ là liền tràn thì mùi con nó cứ dương ở cái thay rồi chấm đi tại khôi mình tiết là dương cái là xanh tại màu tì trong một bên mắt và dương có miền càng cất nó khơi nó thấu và chậm nói nắng ấy phải chia rương sẽ thay rồi chấm và mình tên tới cứ nơi tờ play mà con chụp bộ y thì đây có chặt tục trong chiếc côn của con chặt tục cái chiếc mùi của con cứ dương sầm bài đi riêng mình tên chụp bộ con và hay thì p cái lon nước ta hơi p ba chụp bón có dương nơi tờ răng lực của con dương nơi ta miền can có lực chụp bộ con hôm nay và dương mình là lọp ở hai hướng cả người mùi con cứ mình tham một chụp buổi tháng ấy dương ăn mình p dương mình p tại bay màu cốtយ៉ាងច្រើនបំផុតគឺ3ម៉ោងដែលខ្ញុំបានសម្រាកហើយទម្ងន់ទៅត្រឹមតែ49គីឡូទេបាទយើងចំនួនប្រុសហើយអាយុ16ឆ្នាំ16ឆ្នាំហើយទម្ងន់ត្រឹម49គីឡូខ្ញុំគិតថាស្គមមែនតើស្គមហ្នឹងមិនមែនថាអ៊ីម្ចាស់ហាងគាត់មិនឲ្យយើងហូបចុកទេតែយើងហូបចុកតែគាត់ថាយើងអត់បានសម្រាកតែម្ដងហើយពេលហ្នឹងខ្ញុំមានគោលគំនិតមួយថាក៏រៀនភាសាអង់គ្លេសរៀនអីចឹងគឺចេះឯខ្លះទៅក៏បរៀនភាសាអង់គ្លេសបន្តទៀតដើម្បីសំលុយមករៀននៅទីក្រុងភ្នំពេញហើយក៏យ៉ាងមិនថាជាអាចថាជឿក៏បានមិនជឿក៏បានដែរតែជីវិតរបស់ខ្ញុំគឺថាមែនតើគឺលំបាកបាទលំបាកហ្នឹងមិនមែនថាលំបាកណាស់ណាទេមិនមែនម៉ាក់ប៉ាហ្នឹងគឺគាត់ម៉ែឪហ្នឹងគាត់គ្មានលទ្ធភាពជួយយើងរៀនសោះទេគាត់មានលទ្ធភាពជួយយើងក៏ប៉ុន្តែយើងចង់ឲ្យខ្លួនយើងលំបាកគឺមានថាមិនសូវជាពឹងពាក់ទៅលើពុកម្ដាយប្រហែលនោះទេបាទគាត់ផ្ដល់លុយឲ្យយើងក៏ផ្ដល់ទៅហើយគាត់មិនផ្ដល់លុយឲ្យយើងក៏មិនបានផ្ដល់ទៅបាទហើយក៏យ៉ាងមិនដឹងទេថាតើអាហារពេលព្រឹករបស់ខ្ញុំជាស្អីទេដឹងទេបាទអាហារពេលព្រឹករបស់ខ្ញុំគឺជាខ្វិតខ្ចីបាទខ្វិតខ្ចីដែលលក់នៅក្រោយសាលាវិទ្យាល័យបេសេននោះហ្នឹងក្រៅកំពង់ចាមហ្នឹងអំពៅសាងនំពងសងនំទ្រាំនំក្រូចនំពងសងនំទ្រាំហ្នឹងគឺជានំដែលពេញនិយមជាងគេសម្រាប់ខ្ញុំបើប៉ុន្តែអ្នកផ្សេងគេញ៉ាំហូបបាយមាន់បាយជ្រូកអីចឹងទៅប៉ុន្តែខ្ញុំអត់ទេខ្ញុំទិញនំពងសងតែត្រឹម2នំពងសងយើងហូបទឹកទៅគឺឆ្អែតទៅរៀនបានដូចធម្មតាដូចគេដែរថ្ងៃណាអត់មានលុយហូបអំពៅសាងទៅថ្ងៃណាអត់លុយមែនតើហូបបែកគក់ដោតហ្នឹងហើយបូកជាមួយនឹងខ្វិតចាស់ដល់ពេលហ្នឹងព្រលឹមឡើងគិតថាខ្លាចឈឺពោះឈឺអីតែប៉ិតនឹងឈឺយើងជាបំផុតតែឈឺមិនកើតបាទហើយពេលខ្លះទៅគិតថាលក់នៅសាលាវិទ្យាល័យហ្នឹងគឺថ្លៃអញ្ចឹងខ្ញុំក៏ឆ្លៀតទៅទិញនំពងសងនំទ្រាំហើយនំក្រូចនៅដែលគេលក់នៅមុខវត្តដេកដោះនៅក្នុងទីរួមខេត្តកំពង់ចាមបាទអញ្ចឹងក៏យើងព្យាយាមទិញនំនេះហ្នឹងទៅបាទយកមកហូបលំឡើងជាអាហារពេលព្រឹកបាទ
ពីព្រោះនៅមួយអ៊ីគាត់ថាគាត់ឲ្យតែយើងនៅជាមួយបាយហូបចុកទីសម្លៀកបំពាក់ឲ្យយើងប៉ុន្តែលុយកាក់យូរគាត់ឲ្យម្ដងអញ្ចឹងណាបាទអញ្ចឹងយើងពឹងទៅលើលុយតែម៉ែឪផ្ញើឲ្យពី20000រៀលសម្រាប់ការចិញ្ចឹមហ្នឹងបាទហើយយើងអត់មានសាប៊ូកក់សក់ទេហើយយើងក៏អត់មានសាប៊ូបោកខោអាវដែរហើយយើងក៏អត់មានទឹកផឹកដែរសួរថាបានពីណាមកគឺសាប៊ូបោកខោអាវគឺយើងបោកទឹកទទេបាទហើយសាប៊ូកក់សក់យើងអត់មានគឺយើងរើសផ្លែដលឹងតឹងនៅចិត្តហាងហ្នឹងយកមកកក់សក់អាទុំយកមកកក់សក់ហើយយកមកដុសធ្មេញហើយអត់មានទឹកកាលជំនាន់ហ្នឹងទឹកគឺមានតិចតួចមែនតើអញ្ចឹងយើងត្រូវការដាំទឹកគឺមានន័យថាយើងរើសធាងដូងហាលឲ្យស្ងួតយកមានកំសៀវមួយគឺដាំទឹកហូបតែម្ដងបាទអញ្ចឹងយើងសូមឆ្លេះប៉ុណ្្នឹងសិនហើយចាំយើងស្អែកចាំយើងជួបគ្នាបន្តទៀតបាទសូមអរគុណច្រើន